បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាដើរកាត់ភ្លើងបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាដើរកាត់ភ្លើងគំនូរភ្លើងយ៉ាងក្តៅគុកនោះហើយក៏បានដើរឆ្លងផុតទៅទំនាយទាយនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងទទួលបានទុកកង្វល់ផងលៀបសំណាងផងការសុបិនបែបដូចនេះគឺមានការរុះរើកន្លែងរស់នៅឬកន្លែងធ្វើការឬក៏មានជំងឺឈឺកង្កាត់ផ្សេងៗប៉ុន្តែបន្ទាប់មកទៀតពុកម៉ែបងប្អូននឹងទទួលបានលៀបសំណាងមកវិញនៅពេលក្រោយបាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាដើរកាត់គំនូរភ្លើងឬក៏ភ្លុកភ្លើងនៅក្តៅយ៉ាងក្តៅគុកនេះគឺមានអត្ថន័យដោយការបកស្រាយខាងលើចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ54លេខ94លេខ304លេខ904និងលេខ554បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាដើរកាត់ភ្នក់ភ្លើងឡើងក្តៅគុកនោះគឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ